不对，你是婆婆还是厉教主？都怪朕爹，不知是否顿了。Hello សួស្តីប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះផងដែរពួកយើងនឹងមកនិយាយសាច់រឿងព្រេងនិទានព្រះបុរាណនៅក្នុងភាគទី90ដែលសាររឿងចាប់ផ្ដើមឡើងដែលយើងបានឃើញឈិនបូគាត់បានធ្វើដំណើរឆ្លងកាត់តំបន់ដែលទទួលរងគ្រោះធម្មជាតិនិងជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅក្នុងអាណាចក្រជៀនកាងប៉ុន្តែសំណាងល្អសោះសាលានិងមន្ត្រីមូលដ្ឋានជាមួយនឹងសិស្សរបស់បកបិសាចឋានសួគ៌របស់គាត់កំពុងតែចោះជួយប្រជាជនទាន់ពេលវេលាហើយនៅពេលហ្នឹងឈិនបូក៏បានដឹងអំពីព័ត៌មានតាមរយៈសិស្សរបស់បកបិសាចឋានសួគ៌របស់គាត់ដែលពួកគេនិយាយថាព្រះចៅអធិរាជកំពុងតែធ្វើដំណើរទៅកាន់ខេត្តប៉ាន់ជូដែលមានចម្ងាយ 5000 លីដើម្បីដោះស្រាយបញ្ហានិងទប់ទល់ជាមួយនឹងពួកដែលប្រឆាំងជាមួយនឹងការកំណែទម្រង់របស់ទ្រង់ហើយព្រះចៅអធិរាជជឿនហ្វឹងគាត់បានទុករដ្ឋធានីឲ្យរាជទាយាទដើម្បីមើលការខុសត្រូវប៉ុន្តែឈិនមុខគាត់ស្រាប់តែគិតនឹកឃើញថាព្រះរាជទាយាទគាត់បែរជាទៅកាន់វត្តផ្គរលាន់ដើម្បីនិយាយការងារជាមួយនឹងរូឡៃទៅវិញដែលធ្វើឲ្យឈិនមុខគេបានយល់ពីស្ថានភាពរបស់រាជវាំងនៅពេលនេះយ៉ាងច្បាស់បន្ទាប់មកឈិនមុខក៏ប្រញាប់ធ្វើដំណើរទៅកាន់ខេត្តប៉ាជូយ៉ាងប្រញាប់នៅពេលដែលឈិនមុខកំពុងតែធ្វើដំណើរមិនទាន់ទៅដល់ខេត្តប៉ាជូនោះទេឈិនមុខគេបានប្រទះឃើញផ្ទះថ្មីមួយខ្នងនៅកណ្ដាលភ្នំយ៉ាងស្ងាត់ជ្រងំហើយអ្នកដែលស្នាក់នៅក្នុងផ្ទះនោះគឺជាលោកយាយស៊ឺដែលឈិនមុខមិនដឹកស្មាននោះទេថាបានជួបគាត់នៅទីនេះលោកយាយស៊ឺបានប្រាប់ទៅកាន់ឈិនមុខថាគាត់មកស្នាក់នៅទីនេះដើម្បីកិច្ចខ្លួនពីការតាមស្វែងរករបស់លោកតាម៉ាជាមួយនឹងលោកតាខ្វាក់ហើយគាត់ក៏បានប្រាប់រឿងមួយទៀតទៅកាន់ឈិនមុខផងដែរដោយសារតែពេលនេះគាត់បានធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងបិសាចលីធានសិងពលគឺបិសាចលីធានសិងអាចគ្រប់គ្រងរាងកាយរបស់គាត់បានតែពេលយប់ប៉ុណ្ណោះចំណែកឯពេលថ្ងៃវិញគឺជាលោកយាយស៊ឺជាអ្នកគ្រប់គ្រងបន្ទាប់មកឈិនមុខគាត់ក៏បានសម្រាប់នៅទីនេះមួយផ្លែតនៅពេលនោះគាត់ក៏ស្រាប់តែបានឃើញលោកយាយស៊ឺរៀបនឹងប្រើប្រាស់កន្ត្រៃដើម្បីបំផ្លាញមុខមាត់ដ៏ស្រស់ស្អាតរបស់គាត់ហើយមូលហេតុដែលលោកយាយស៊ឺគាត់ធ្វើបែបនេះដោយសារតែគាត់មិនចង់ជាប់ជំពាក់ចិត្តបិសាចតាមការណែនាំរបស់រូឡៃហើយនៅពេលនោះឈិនមុខក៏បានខាត់លោកយាយស៊ឺតាន់ពេលវេលាផងដែរឈិនមុខគេបាននិយាយទាំងទឹកភ្នែកលងលោមទៅកាន់លោកយាយស៊ឺគេបានប្រាប់ទៅកាន់លោកយាយស៊ឺថានេះមិនមែនជាកំហុសរបស់គាត់នោះទេដែលកើតមកមានភាពស្រស់ស្អាតហើយគាត់បានរងទុក្ខច្រើនណាស់មកហើយដែលគាត់បានលាក់បាំងសម្រស់របស់គាត់នៅក្នុងភូមិជនពិការអស់រយៈពេលជាង40ឆ្នាំមកហើយនៅពេលហ្នឹងឈិនមុខគេបានបដិញ្ញាចិត្តសន្យាជាមួយនឹងលោកយាយស៊ឺថាគេនឹងព្យាយាមស្វែងរកវិធីកម្ចាត់បិសាចលីធានសិងឲ្យបានបន្ទាប់ពីបានសន្ទនាជាមួយនឹងលោកយាយស៊ឺចប់សពគ្រប់គេក៏បានលាលោកយាយស៊ឺដើម្បីបន្តដំណើរទៅកាន់ខេត្តប៉ាជូយ៉ាងប្រញាប់យើងកាត់ទៅដល់ខេត្តប៉ាជូនេះវិញព្រះចៅអធិរាជជឿនកាងបានចោះចែកបបរដល់ជនរងគ្រោះដោយផ្ទាល់ហើយទ្រង់ថែមទាំងបានបញ្យល់ប្រាប់ទៅកាន់ពួកមន្ត្រីពីតម្លៃនៃកំណែទម្រង់ដីធ្លីរបស់ទីប្រឹក្សាអធិរាជដោយសារតែកាលពីមុនដីធ្លីភាគច្រើនគឺជាកម្មសិទ្ធិរបស់ក្រុមបកធំនិងគ្រួសារដែលមានអំណាចដែលធ្វើឲ្យប្រជាកសិករដែលប្រកបរបរកសិកម្មនៅពេលដែលមានគ្រោះមហន្តរាយបែបនេះធ្វើឲ្យពួកគេដាច់បាយខ្វះស្បៀងអាហារហើយនៅពេលដែលកំណែទម្រង់មួយនេះត្រូវបានអនុវត្តដីធ្លីដែលជារបស់ក្រុមបកធំនិងជារបស់គ្រួសារដែលមានអំណាចគឺទៅដល់ហូតឲ្យទៅកាន់ប្រជាកសិករវិញដើម្បីឲ្យពួកគេធ្វើស្រែចម្ការចំណែកឯអ្នកចេះវិទ្យាគុណគឺតម្រូវឲ្យជួយប្រជាជននៅក្នុងការធ្វើកសិកម្មនៅពេលដែលធ្វើបែបនេះគឺជួយបង្កើនទិន្នផលដល់ប្រជាជនយ៉ាងខ្លាំងទោះបីជាកំណែទម្រង់នេះត្រូវបានអនុវត្តក៏ដោយនៅពេលបច្ចុប្បន្ននេះប្រជាជននៅតែខ្វះស្បៀងអាហារនេះក៏ដោយសារតែបញ្ហាសង្គ្រាមហើយនឹងក្រុមបកធំជាមួយនឹងគ្រួសារដែលមានអំណាចពួកគេបានទិញដីធ្លីនិងស្បៀងអាហារពីប្រជាជនដើម្បីទុកក្នុងឃ្លាំងផ្ទាល់ខ្លួនរបស់ពួកគេអធិរាជជឿនហ្វឹងបានស្ដីបន្ទោសយ៉ាងខ្លាំងទៅដល់ពួកមន្ត្រីដែលចេះដឹងហើយវាយរឹកខ្ពស់និងគំរាមប្រហារជីវិតពួកគេបើសិនជាពួកគេហ៊ានធ្វើខ្លួនដូចជាពួកនិកាយដែលជិះជាន់ប្រជាជនខណៈពេលនោះដែរមេដឹកនាំនិកាយធំទាំងពីរគឺរូឡៃជាមួយនឹងប្រតិចាតាវពួកគាត់ទាំងពីរបានលេចមុខចេញមកដើម្បីជួបជាមួយនឹងអធិរាជជឿនហ្វឹងបន្ទាប់ពីបានពិភាក្សាគ្នារួចហើយដោយសារតែមិនចង់ពាក់ព័ន្ធជាមួយនឹងប្រជាជននៅក្នុងក្រុងពួកគាត់ទាំងពីរជាមួយនឹងអធិរាជក៏បានធ្វើដំណើរចេញក្រៅក្រុងដោយអធិរាជជឿនហ្វឹងគាត់បានធ្វើដំណើរជាមួយនឹងមន្ត្រីទាំង7នាក់របស់គាត់ដែលពួកគេគឺជាមន្ត្រីដែលមានកម្រិតស្ពានឋានសួគ៌នៅពេលដែលចាក់ចេញមកដល់ផ្នែកខាងក្រៅក្រុងលោកគ្រូតាវក៏បានប្រកល់នៅគម្ពីរដែលរៀបរាប់ពីគ្រោះមហន្តរាយកាលពីបុរាណឲ្យទៅកាន់អធិរាជជឿនហ្វឹងដើម្បីជាការព្រមានបើសិនជាអធិរាជជឿនហ្វឹងមិនបញ្ឈប់ការធ្វើកំណែទម្រង់នេះនោះទេនោះប្រកាសជាធ្វើឲ្យឋានសួគ៌ឬក៏ព្រះខឹងសម្បាទោះជាយ៉ាងណាក៏ដោយអធិរាជជឿនហ្វឹងគាត់បានបដិសេធយ៉ាងដាច់អហង្ការដោយទ្រង់បានរំលឹកកាលពីអតីតកាលដែលគាត់បានឃើញពួកក្រុមបកធំពួកគេបានប្រើប្រាស់អំណាចដើម្បីសម្លាប់អធិរាជនៅប្រទេសជិតខាងដើម្បីគំរាមប្រជាជនហើយទ្រង់ថែមទាំងបានប្រកាសថែមទៀតថាបើសិនជាគ្រោះមហន្តរាយព្រិលនេះបង្កើតឡើងដោយអតិទេពទ្រង់នឹងប្រឆាំងជាមួយនឹងអតិទេពដោយឃើញថាអធិរាជជឿនហ្វឹង
ងរឹងរូបបែបនេះទាំងរូឡាយជាមួយនឹងលោកគ្រូតាវក៏បានផ្លាស់ប្ដូរគំនិតហើយបានបញ្ជាឲ្យពួកព្រះសង្ឃជាមួយនឹងក្រុមនិស្សិតក្រីក្រជាមួយនឹងបកនិស្សិតក្រីក្រដែលបានលាក់ខ្លួនឡោមព័ទ្ធជុំវិញទៅនេះត្រៀមខ្លួនប្រហារជីវិតអធិរាជដើម្បីផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មីតែនេះបានន័យថាពួកគេគឺចង់ធ្វើរដ្ឋប្រហារហើយនេះគឺជាការសង្ខេបសាច់រឿងព្រេងនិទានព្រះបុរាណនៅក្នុងភាគទី90បើសិនជាមានកំហុសខុសឆ្គងអ្វីសូមអ្នកទាំងគ្នាអធិស្ឋានផងពួកយើងចាំជួបគ្នានៅក្នុងវីដេអូក្រោយហើយអ្នកទាំងគ្នាកុំភ្លេចជួយចុច Subscribe ម្នាក់មួយផង 不知是否顿了。